បាទជំរាបសួរបងប្អូនទាំងអស់នៅតាមបណ្ដាញសង្គម Facebook ដោយសារយើងសង្កេតឃើញថាបច្ចុប្បន្នកាលប្រទេសកម្ពុជាយើងមានអ្នកជំងឺជាច្រើនដែលកំពុងតែជួបប្រទះបញ្ហាឈឺសន្លាក់ដូច្នេះថ្ងៃនេះខ្ញុំសូមបកប្រែអត្ថបទមួយដែលបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិកទាក់ទងនឹងជំងឺរលាកសន្លាក់ដោយសារលើសជាតិអាស៊ីតជាដំបូងខ្ញុំសូមធ្វើការបកប្រែទាក់ទងថាអ្វីទៅជាជំងឺរលាកសន្លាក់ដោយសារលើសជាតិអាស៊ីតជំងឺរលាកសន្លាក់ដោយសារលើសជាតិអាស៊ីតគឺជាជំងឺរលាកសន្លាក់មួយប្រភេទដែលបណ្ដាលមកពីការប្រមូលផ្ដុំសារធាតុម្យ៉ាងដែលគេហៅថាជាតិគ្រីស្តាល់និងជាតិអាស៊ីតអ៊ុយរិកនៅតាមសន្លាក់ហើយជាតិអាស៊ីតនោះគឺជាផលិតផលដែលបំបែកចេញពីសារធាតុម្យ៉ាងដែលគេហៅថា purine ដែលជាផ្នែកមួយរបស់ចំណីអាហារដែលយើងកំពុងតែបរិភោគជារៀងរាល់ថ្ងៃចំណុចមួយទៀតដែលប្រជាជនយើងដែលគាត់កំពុងតែចង់ដឹងនោះគឺទាក់ទងរោគសញ្ញារបស់ជំងឺជាទូទៅជំងឺរលាកសន្លាក់ដោយសារលើសជាតិអាស៊ីតនេះគេសង្កេតឃើញវាបង្ហាញតាមរយៈការឈឺចាប់ខ្លាំងនៅតាមសន្លាក់វាអាចក្តៅហើមឡើងក្រហមឡើងតឹងណែននៅតាមសន្លាក់ដែលមានបញ្ហានោះពេលខ្លះយើងឃើញឡើងពកនៅតាមសន្លាក់ដែលកំពុងតែមានបញ្ហាហើយសន្លាក់មួយចំនួនដែលគេឃើញកើតឡើងញឹកញាប់ជាងគេនោះគឺសន្លាក់មេជើងសន្លាក់កជើងសន្លាក់ជង្គង់សន្លាក់កដៃសន្លាក់ម្រាមដៃនិងកែងដៃជាដើមសម្រាប់មនុស្សមួយចំនួនការឈឺចាប់ហ្នឹងឃើញថាមានសភាពខ្លាំងក្លាណាស់គ្រាន់តែយកដៃប៉ះអីក៏អត់បានដែរហើយបើសិនជាគ្មានការព្យាបាលដោយការប្រើប្រាស់ថ្នាំទេយើងសង្កេតឃើញថាការឈឺចាប់វាអូសបន្លាយរយៈពេលយូរម៉ោងយូរថ្ងៃឬក៏អាចឈានដល់រហូតដល់សប្តាហ៍តើតើនឹងប្រេបឡង់ការសិក្សានេះគឺគេសិក្សានៅក្នុងសហរដ្ឋអាមេរិកគេសង្កេតឃើញថា20ឆ្នាំចុងក្រោយនៅសហរដ្ឋអាមេរិកគេឃើញមាន 8.3 លាននាក់ដែលកំពុងតែមានជំងឺរលាកសន្លាក់ដោយសារលើសជាតិអាស៊ីតអ៊ុយរិកនេះវាស្មើនឹង 4% នៃប្រជាជនសរុបរបស់សហរដ្ឋអាមេរិកហើយគេសង្កេតឃើញថាភាគច្រើនគឺកើតទៅលើបុរសជាជាងស្ត្រីហើយអាយុដែលកើតច្រើនផុតលេខនោះគឺគេឃើញកើតចំពោះបុគ្គលដែលមានអាយុ75ឆ្នាំគេឃើញមានកម្រិតខ្ពស់សម្រាប់ស្ត្រីវិញគេសង្កេតឃើញថាកើតភាគច្រើនទៅលើស្ត្រីដែលអស់រដូវតើតើនឹងមួយទៀតបញ្ហាតពូជគេសង្កេតឃើញថាបើសិនឪពុកម្ដាយមានជំងឺរលាកសន្លាក់ដោយសារលើសជាតិអាស៊ីតនេះកូនរបស់គាត់នឹងអាចប្រឈមរហូតដល់ 20% ដែលនឹងកើតជំងឺនេះដែរចំណុចមួយទៀតយើងនិយាយអំពីកត្តាអ្វីខ្លះដែលប្រឈមទៅនឹងការកើតជំងឺលើសជាតិអាស៊ីតនៅតាមសន្លាក់នេះកត្តាទាំងនោះមានដូចជាកត្តាធន់កត្តាឡាទម្ងន់ហួសហេតុការពិសាស្រាច្រើនអ្នកដែលមានលើសសម្ពាធឈាមអ្នកដែលមានបញ្ហាតម្រងនោមចុកខ្សោយអ្នកដែលប្រើប្រាស់ថ្នាំមួយចំនួននិងជំងឺមួយចំនួនដូចជាជំងឺអ៊ីពីអាតូរីទីដែលជាជំងឺខ្វះហូម៉ូនកជាដើមតើតងចំណុចមួយទៀតដែលបងប្អូនអ្នកជំងឺទាំងអស់គាត់ចង់ដឹងថាធ្វើម៉េចមិនដឹងថាវាជាជំងឺលើសជាតិអាស៊ីតវាជាបញ្ហាងាយស្រួលទេគឺស្រុកខ្មែរយើងគេច្រើនតែធ្វើការបូមឈាមដើម្បីធ្វើការពិនិត្យបរិមាណជាតិអាស៊ីតអ៊ុយរិកនៅក្នុងឈាមហើយបើសិនជាមានទឹកដក់នៅតាមសន្លាក់ដែលមានបញ្ហានោះគេអាចធ្វើការបូមទឹកសន្លាក់ដើម្បីធ្វើការវិភាគផងដែរ
ចឹងពិធីដើម្បីធ្វើរោគវិនិច្ឆ័យគឺមានពីរធ្វើការបូមទឹកស្លាក់និងធ្វើការបូមឈាមដើម្បីយកទៅពិនិត្យចំណុចមួយទៀតតើតើនឹងការការពារកុំឲ្យមានការឈឺចាប់តើតើនឹងចំណុចនេះគឺងាយស្រួលគឺយើងអ្នកជំងឺគ្រាន់តែពិសាទឹកឲ្យបានច្រើនគ្រប់គ្រាន់ទៅតាមតម្រូវការប្រចាំថ្ងៃព្រោះវាមិនត្រឹមតែកាត់បន្ថយជាតិអាស៊ីតទេវាអាចជួយកាត់បន្ថយកុំឲ្យមានគ្រោះតម្រងនោមផងដែរមួយទៀតយើងគួរឲ្យឈប់ពិសាស្រាព្រោះថាស្រាអាចកាត់បន្ថយការបញ្ចេញពួកជាតិអាស៊ីតអ៊ុយរិកហើយស្រាក៏អាចធ្វើឲ្យខ្សោះជាតិទឹកនៅក្នុងខ្លួនរបស់យើងលើសពីនេះទៀតវាអាចធ្វើឲ្យមានកកពួកគ្រីស្តាល់នៅតាមសន្លាក់ចំណុចមួយទៀតគឺធ្វើម៉េចបងប្អូនដែលមានបញ្ហាលើសជាតិអាស៊ីតអ៊ុយរិកនេះចាំបាច់ធ្វើការតមអាហារមួយចំនួនដើម្បីកាត់បន្ថយបរិមាណជាតិអាស៊ីតនៅក្នុងឈាមហើយចំណីអាហារទាំងនោះមានដូចជាអាហារសមុទ្រសាច់របស់សរីរាង្គយើងមួយចំនួនសរីរាង្គសត្វមួយចំនួនដូចជាថ្លើមខួរក្រលៀនជាដើមហើយសាច់ដែលគេហៅថាសាច់ក្រហមដូចជាសាច់គោសាច់មាន់សាច់ទាសាច់ជ្រូកដែលសុទ្ធតែជាពពួកអាហារដែលធ្វើឲ្យមានការកើនឡើងលឿននៃជាតិអាស៊ីតអ៊ុយរិកហើយចំណុចមួយទៀតដែលអាចជួយការពារយើងបានគឺធ្វើម៉េចជួយកាត់បន្ថយការឡើងចំនួនមានប្រសិទ្ធភាពតើតើនឹងការព្យាបាលគឺយើងអាចប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដូចជាពួក ibuprofen ពួក colchicine ពួក corticosteroid ជាដើមហើយយើងអាចប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយបរិមាណជាតិអាស៊ីតនៅក្នុងឈាមហើយក៏ជួយការពារកុំឲ្យមានផលវិបាកថ្ងៃក្រោយនិងអាចជួយទប់កុំឲ្យមានការប្រមូលផ្ដុំពួកជាតិអាស៊ីតអ៊ុយរិកនៅតាមនិងគ្រីស្តាល់នៅតាមតម្រងនោមនិងជាលិកាផ្សេងថ្នាំនេះមានដូចជាពួក allopurinol ពួក febuxostar និងពួកប្របងនីស៊ីតប៉ុន្តែនេះតកតងនឹងការព្យាបាលមួយចំនួនតកតងនឹងរបៀបការប្រើប្រាស់បើសិនជាអស់លោកបងប្អូនទាំងអស់គាត់មានបញ្ហានេះសូមមេត្តាទៅជួបគ្រូពេទ្យដើម្បីទទួលបានការព្យាបាលសមស្របបានអរគុណដែលបានយកចិត្តទុកដាក់ស្ដាប់នៅវីដេអូរបស់យើងខ្ញុំហើយបើសិនបើបងប្អូនទាំងអស់មានចម្ងល់ទាក់ទងនឹងបញ្ហាជំងឺផ្សេងបងប្អូនអាចធ្វើការ comment សាកសួរយើងខ្ញុំបានហើយយើងនឹងធ្វើការស្រាវជ្រាវដើម្បីធ្វើការឆ្លើយតបនៅសំណួររបស់លោកបាទសូមអរគុណ